hay mối tiết là của trong pu ca đại dương từ vị thị kền mùi muối đời vị thị ca thì ấy chứ ta nông niệm dương chia trá dương và có đặt đầm lấy luôn anh ta mà đó rồi có khang mà cha cam thì cái ao của mán dương cái tua bên năng từ ថងចំណុចហ្នឹងក៏ជាបញ្ហាដែរសពថ្ងៃហ្នឹងគឺបញ្ហាបើសិនជាយើងអញ្ជើញទៅម្ចាស់កម្មវិធីគាត់អញ្ជើញក៏ទៅកាន់កម្មវិធីហ្នឹងអាហ្នឹងដូចជាអត់មានដាក់អីតម្លៃអីចឹងឯងអត់ទេដូចអត់មានដែរទេអានេះចំពោះខ្ញុំឯណាហ្នឹងហើយក៏គាត់ធ្លាប់សួរដែរគាត់ធ្លាប់សួរថាលោកគ្រូគិតប្រមាណអានេះអញ្ចឹងដល់ពេលហើយខ្ញុំក៏បញ្យល់មកវិញដែរខ្ញុំថាបងឬក៏មីងឬក៏ពូអញ្ចឹងថាចំពោះការដែលកាន់កម្មវិធីនេះបើលោកពូមានប្រសាសន៍អញ្ចឹងអត់នេះទេព្រោះខ្ញុំដូចជាមិនដែលទេតែតែបងប្អូនយើងគាត់នឹកឃើញថាគាត់ជាដូចថានេះវាយើងនិយាយពីថាជាទឹកចិត្តយើងទៅវិញទៅមកដែរដូចថាមកអញ្ជើញខ្ញុំគាត់ឲ្យតម្លៃខ្ញុំទៅហើយអញ្ចឹងណាជាចាជាអ្នកចេះជាអ្នកដឹងទៅអញ្ចឹងហើយអញ្ចឹងពេលដែលខ្ញុំទៅធ្វើវិធីនោះបើសិនជាគាត់សម្លឹងមើលឃើញថាការរៀបចំចាត់ចែងរបស់ខ្ញុំនឹងវាសមរម្យអីយ៉ាងណាឬមួយក៏វាកន្លះចិត្តគាត់អីយ៉ាងណាហ្នឹងអាស្រ័យលើទឹកចិត្តគាត់ទៅជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទកំពុងតែនៅជាមួយនឹងលោកពូអាចារ្យរ៉ុនដែលជាអ្នកមានបទពិសោធន៍ផ្នែកខាងអាចារ្យដឹកនាំកម្មវិធីអីផ្សេងដូចជាពិធីការនិងពិធីបន់ហើយនឹងពិធីនៅវត្តនេះក៏ធ្លាប់ចូលរួមដែរបាទអញ្ចឹងអាចលោកគ្រូជួយណែនាំទៅកាន់បងប្អូនឲ្យបានស្គាល់បានទេបាទអញ្ចឹងជាបឋមខ្ញុំសូមគោរពជំរាបសួរហើយក៏សូមខន្តីអភ័យទោសរាល់ការលើកឡើងអំពីការដែលលើកឡើងក្រែងមានការលើសលួសឬក៏ខ្វះខាតនៅកន្លែងណាមិនសមរម្យក៏សូមអព្យាស្រ័យអំពីសំណាក់បងប្អូនទាំងអស់គ្នាផងហើយនឹងសូមចូលរួមណារិះគន់នៅពេលដែលខ្ញុំលើកឡើងទៅមានការខុសឆ្គងសូមចូលរួមកែលម្អទាំងអស់គ្នាដើម្បីជាប្រយោជន៍ដល់កូនយើងចំនួនក្រោយបានមានការសិក្សារៀនសូត្រនិងកាន់យកនៅអ្វីដែលជាមរតករបស់ដូនតាយើងផងដែរអញ្ចឹងណាបាទអរគុណគ្រូខ្ញុំចង់សាកសួរលោកគ្រូមួយបើសិនជាឧទាហរណ៍ថាខ្ញុំជាក្មេងជំនាន់ក្រោយប៉ុន្តែខ្ញុំចង់រៀនសូត្រធ្វើម៉េចអាចធ្វើជាអាចារ្យបានបើយើងអត់បានបួសអត់បានអីអញ្ចឹងតើមានវិធីណាដែលធ្វើអាចចូលទៅធ្វើអាចារ្យបានអត់បាទចំពោះបញ្ហាដែលយើងខិតខំចង់ថាសិក្សាដើម្បីធ្វើជាអាចារ្យអញ្ចឹងដូចជាมันមានផ្ដោតទៅលើការដែលតម្រូវត្រូវតែបួសទេលោកគ្រូអញ្ចឹងណាបាទពីព្រោះអីការដែលយើងធ្វើជាអាចារ្យនេះត្រូវប្រឹកព្រៀនបង្រៀនខ្លួនយើងនឹងឲ្យបានត្រង់ជាមុនសិនបានន័យថាយើងបដៅខ្លួនយើងសិនអញ្ចឹងណាបដៅខ្លួននោះទី1គឺយើងត្រូវសិក្សាធម៌របស់ព្រះពុទ្ធជាម្ចាស់ជាផ្លូវដែលល្អប្រពៃនេះគឺត្រូវឲ្យមានសិល5សិនអញ្ចឹងណាសិល5ហ្នឹងគឺជាសិលរបស់មនុស្សហើយដែលមានតាំងពីការមិនសម្លាប់សត្វការមិនកាន់យករបស់អ្នកដទៃការមិនប្រព្រឹត្តខុសជាមួយកូនប្រពន្ធអ្នកដទៃការមិនពោលនៅពាក្យកុហកឲ្យខូចប្រយោជន៍អ្នកដទៃហើយជាពិសេសនោះគឺការមិនសេពនៅគ្រឿងស្រវឹងណាពីព្រោះសិលទាំង5នេះលោកប្រៀបដូចជាកម្មចិន្តាផ្ទះ5កម្មហើយចំពោះសូរានេះគឺទី5តែម្ដងអញ្ចឹងនៅខាងក្រោមគេបើកាលណាយើងដាច់នៅសិក្ខាបទទី5នេះហើយបានន័យថាយើងមិនអាចឈានជើងឡើងទៅកម្មទី2ទី3ទី4ទី5នឹងបានទេអញ្ចឹងសិក្ខាបទទាំង5នេះគឺលោកថាធម៌ឬក៏ថាសិលទាំង5នេះគឺសូរាហ្នឹងគឺល្អប្រពៃជាងគេត្រូវរក្សាឲ្យជាប់ជួនអញ្ចឹងណាអញ្ចឹងយើងត្រូវវាចាកកុំសេពនៅសារាហ្នឹងកាលដែលយើងរៀនបានកាន់យកនៅសិក្ខាបទទាំង5ហ្នឹងហើយក៏ត្រូវមាន
កាយវាចាយើងនឹងឲ្យបានសមរម្យសមសួនដែរហើយនឹងជាខិតខំរៀនធម៌អាបន្ថែមទៀតហើយចំពោះរឿងខ្ញុំងាកមកក្រោយវិញតិចថាការដែលបានបួសក្តីឬមិនបានក្តីនោះដូចជាព្រះអង្គមិនមានហាមអីទេត្រង់ចំណុចហ្នឹងសំខាន់គឺយើងធ្វើខ្លួនឲ្យត្រឹមត្រូវ បាទ ចឹង បាទ ណា បាទអរគុណ បាទ ចេះត្រឡប់មកវិញបន្តិចខ្ញុំដូចចង់ដឹងយល់ពីអត្តន័យរបស់ពាក្យអាចារ្យព្រោះធ្លាប់តែឮថាអាចារ្យតែមិនដឹងថាអាចារ្យហ្នឹងមានន័យថាម៉េចបាទអាចជម្រាបទៅកាន់បងប្អូនឲ្យគាត់បាន ហ្នឹងហើយពាក្យថាអាចារ្យនេះយើងដោយបទថាអាចារ្យរយៈហ្នឹងអាចារ្យហ្នឹងគឺជាអ្នកព្រានប្រដៅគេដោយឲ្យគេនឹងរួចចាកអំពីអបាយឬក៏ថាឲ្យវាឲ្យរួចចាកអំពីដល់ការដែលมันមានចំណេះវិជ្ជាហ្នឹងគឺការបង្រៀនអាចារ្យហ្នឹងគឺបើយើងចែកទៅវាមានប្រហែលទេនេះដូចជាផ្លេចហើយណាប៉ុន្តែពាក្យថាអាចារ្យហ្នឹងមកក្តោបន័យមកវិញគឺថាគ្រូជាអ្នកបង្រៀនបង្ហាត់បង្ហាញនៅកូនសិស្សកូនគុណនឹងឲ្យចេះត្រូវតែអាចារ្យហ្នឹងគឺមកពីថាពាក្យថាគ្រូនឹងឯងណាសូម្បីតែមេត្តាបិតារបស់យើងហ្នឹងក៏លោកអាចពោលថាជាអាចារ្យដែរហើយលោកពោលថាជាអាចារ្យដើមទៀតណាឬក៏ថាជាគ្រូដ៏ស្នើមរបស់កូនប្រុសកូនស្រីដែរអញ្ចឹងណាអញ្ចឹងអាចារ្យហ្នឹងប្រែមកវិញថាជាអ្នកបង្ហាត់បង្រៀនគេហ្នឹងឲ្យមានចំណេះជំនាញអញ្ចឹងទៅអញ្ចឹងណាមានខ្លីប៉ុណ្ណឹងព្រោះខ្ញុំធ្លាប់ឃើញតាមកម្មវិធីជាច្រើននៅក្នុងពិធីបុណ្យខ្មែរយើងមិនថាពិធីការពិធីអីទេភាគច្រើនគឺត្រូវការមានអាចារ្យដើម្បីអាចដឹកនាំកម្មវិធីបានព្រោះបើសិនជាយើងទៅធ្វើខ្លួនឯងអត់ដឹងថាធ្វើពីណាទៅណាដឹងចាប់ផ្ដើមពីណាអញ្ចឹងតើតើមានអាចារ្យមួយបានអាចកម្មវិធីហ្នឹងបានដឹកនាំដោយរលូនតែម្ដងអញ្ចឹងបានជាឆ្ងល់កន្លែងអញ្ចឹងមានន័យប៉ុណ្ណឹងឯងអាចារ្យហ្នឹងគឺជាអ្នកឆ្លៀវឆ្លាស់ក្នុងហត្ថកម្មឧទាហរណ៍ថាអាចារ្យវេលាទៅលោកស្គាល់អំពីកាលស្គាល់អំពីពេលវេលាថាពេលនេះត្រូវធ្វើអីពេលនេះត្រូវធ្វើអីលោកមានបែងចែកកំណត់នៅក្នុងហ្នឹងអញ្ចឹងណាឬមួយក៏អាចារ្យបុណ្យឧទាហរណ៍ថាបុណ្យចម្រើនបជនឬមួយក៏បុណ្យបច្ច័យ4អីយ៉ាងណាហ្នឹងគឺគាត់ត្រូវដឹងអំពីទម្រង់ដឹងអំពីកិច្ចកម្មវិធីពីម៉ោង1ទៅម៉ោង1គាត់ត្រូវបែងចែកត្រូវធ្វើអីអញ្ចឹងពាក្យថាអាចារ្យហ្នឹងគឺប្រែមកវិញថាជាអ្នកចេះដឹងនៅច្បាប់ក្បួនឬក៏ថាធម៌អារបស់ព្រះអង្គនឹងផងក៏ថាបានបើនិយាយឲ្យចំន័យហ្នឹងគឺជាគ្រូនឹងតែម្ដងបាទដឹកនាំផ្សេងព្រានប្រដៅហ្នឹងគឺសំដៅទៅលើអាចារ្យហ្នឹងចេះតាមរយៈបទពិសោធន៍នៃការដឹកនាំធ្វើកម្មវិធីផ្សេងដូចជាពិធីការជាដើមបើសិនជាម្ចាស់ដើមការគាត់មកតម្រូវឲ្យយើងត្រូវធ្វើបែបនេះតើគ្រូមានវិធីណាដើម្បីដោះស្រាយឬក៏ធ្វើតាមគាត់តែម្ដងចំពោះបញ្ហានេះយើងជំរាបគាត់តាមអ្វីដែលយើងចេះដឹងអ្វីដែលយើងរៀនសូត្រអំពីច្បាប់ក្បួនជាគោលអាងអីចឹងណាបាទទីហោថាគាត់មករៀបចំរងថ្ងៃរកខែអញ្ចឹងចុះអាហ្នឹងយើងទីហោតាំងពីដើមអញ្ចឹងទៅចុះទីហោថាគាត់មកគុណគូរកថ្ងៃខែឆ្នាំកូនហ្នឹងមានមកហើយប៉ុន្តែដូចថាគាត់ចង់បានថ្ងៃនេះថ្ងៃនោះអីចឹងអាហ្នឹងបាទគាត់ចង់បានអញ្ចឹងអាហ្នឹងយើងជម្រាបគាត់តាមហ្នឹងថាថ្ងៃហ្នឹងកូនចៅរបស់លោកអ៊ំឬក៏បងឬក៏មីងអីចឹងថារៀបចំពិធីថ្ងៃហ្នឹងมันកើតទេត្រូវបានថ្ងៃនេះយើងជម្រាបគាត់តាមហ្នឹងហើយប៉ុន្តែបើសិនជាគាត់ថាឥឡូវតម្រូវត្រូវតែយកថ្ងៃហ្នឹងអាហ្នឹងជារឿងរបស់គាត់ប៉ុន្តែយើងបានជម្រាបគាត់ហើយថាកូនចៅហ្នឹងត្រូវរៀបចំថ្ងៃនេះអីចឹងអាហ្នឹងយើងឧទាហរណ៍ណាបាទព្រោះខ្ញុំធ្លាប់ឮពាក្យមួយគេថាអាចារ្យឥឡូវឲ្យតែថ្ងៃសៅរ៍អាទិត្យដឹងល្អហើយជាពិសេសអាថ្ងៃដែលខ្លួនឯងជាប់គឺប្រាប់ថាថ្ងៃហ្នឹងអត់ល្អហើយដល់ថ្ងៃផ្សេងទៀតអាហ្នឹងកុំឲ្យគេយល់ច្រឡំអញ្ចឹងអាហ្នឹងមានចឹងហើយពាក្យហ្នឹងក៏ជាពាក្យបារាមួយដែរអញ្ចឹងណាប៉ុន្តែនៅក្នុងស្រុកខ្មែរយើងត្រង់ដែលពាក្យចឹងគឺមានថាច្រើនគ្នាអ្នកដែលចេះថាអញ្ចឹងណាថាគាត់ដេញទៅយកតែសៅរ៍អាទិត្យទេហើយនឹង
ngày na có tình nề nó năng miên cây tha về mình ở đây phấn đôi nhom chùm hiệp chẳng nắng chia vía môi đời tha param rứa có tha vía đời đôi thay chia mình miên về giáo chùm hiệp lô cái cha nhom chưa chẹt tha lô cha group group đã có khát khom bạ để bật luôn một căn cam vị thi thì muối tí muối cứ chọn á về rẽ nơi ở đây thua nơi bậc phơi ní và bậc thua đồn ta mài dừa nắng tí mùi tí pi tiết trong ở khơi ông pi cách ca để đắc nom trong vị thi mình côn lắm ạ chia phải giỏi đo côn đo chơi rồi bỏ dương nhầm nón cõi làm bay ấy làm bay tha ao dương môn đằng khai chia đây chia vào côn ấy thử ta cờ rúp chả tung phơi từ tam từ đêm lọp đồn ta nắng tí pi tí bay tiết cứពេលដែលនៅក្នុងកម្មវិធីនោះគឺទៀមទាពន្យល់អំពីហេតុផលនីមួយឬក៏ទម្រង់នីមួយអីហ្នឹងជំរាបដល់កូនប្រុសកូនស្រីឲ្យបានជ្រាបខ្លះឬក៏ដូចជាឪពុកម៉ែអីឲ្យគាត់បានយល់អំពីអត្ថន័យនៃពិធីហ្នឹងនីមួយហ្នឹងបានខ្លះមិនបានជា 100% ណាហ្នឹងត្រង់ចំណុចទាំងអស់ហ្នឹងហើយខ្ញុំគិតអានេះចំពោះខ្លួនខ្ញុំផ្ទាល់ណាខ្ញុំគិតថាដូចជាគាត់មិនហ៊ានបំពេញនឹងគិតថាដាក់ថ្ងៃខែអីនោះទៅតាមតែគាត់ទំនេរទៅតាមទាំងសៅរ៍អាទិត្យហ្នឹងខ្ញុំថាមិនហ៊ានទេគាត់គុណគូទៅតាមបើយើងថាទំនៀមខ្មែរយើងយកតាមជ័យយោសុខហៅអីចឹងទៅគាត់មិនហ៊ានទៅដាក់ដល់ចំថ្ងៃអីដែលមិនល្អព្រោះបើសិនជាគាត់ដាក់ទៅតាមចឹងវាប្រះចាកនឹងសិល5នឹងបាត់ហើយចឹងវាខុសនឹងអាចារ្យនឹងបាត់ហើយអញ្ចឹងនឹងគ្រាន់តែចឹងប៉ុន្តែគ្រាន់ថាលោកគ្រូលើកឡើងហ្នឹងខ្ញុំគិតថាពាក្យហ្នឹងមានខ្ញុំក៏ធ្លាប់ឮដែរហើយធ្លាប់ឮជាញឹកញាប់ទៀតផងប៉ុន្តែគ្រាន់តែថាគ្រាន់តែជាពាក្យជួនកាលនៅតាមវងអ្នកហូបស្រាអីចឹងយើងកុំគិតណាហើយមួយទៀតលោកគ្រូចំពោះការដែលយើងទៅពិធីគេមួយដោយពិធីការពិធីអីចឹងតើក្នុងនាមយើងជាអាចារ្យយើងប្រកបដាក់តម្លៃខ្លួនឯងតែម្ដងឬក៏ខាងម្ចាស់កម្មវិធីគេឲ្យប្រហែលយើងទទួលប៉ុណ្ណឹងទៅថងចំណុចហ្នឹងក៏ជាបញ្ហាដែរសពថ្ងៃហ្នឹងគឺបញ្ហាបើសិនជាយើងអញ្ជើញទៅម្ចាស់កម្មវិធីគាត់អញ្ជើញក៏ទៅកាន់កម្មវិធីហ្នឹងអាហ្នឹងដូចជាអត់មានដាក់អីតម្លៃអីចឹងឯងអត់ទេដូចអត់មានដែរទេអានេះចំពោះខ្ញុំឯណាបាទហ្នឹងហើយក៏គាត់ធ្លាប់សួរដែរគាត់ធ្លាប់សួរថាលោកគ្រូគិតប្រមាណអានេះអញ្ចឹងដល់ពេលហើយខ្ញុំក៏បញ្យល់មកវិញដែរខ្ញុំថាបងឬក៏មីងឬក៏ពូអញ្ចឹងថាចំពោះការដែលកាន់កម្មវិធីនេះបើលោកពូមានប្រសាសន៍អញ្ចឹងអត់នេះទេព្រោះខ្ញុំដូចជាមិនដែលទេតែតែបងប្អូនយើងគាត់នឹកឃើញថាគាត់ជាដូចថានេះវាយើងនិយាយពីថាជាទឹកចិត្តយើងទៅវិញទៅមកដែរដូចថាមកអញ្ជើញខ្ញុំគាត់ឲ្យតម្លៃខ្ញុំទៅហើយអញ្ចឹងណាជាចាជាអ្នកចេះជាអ្នកដឹងទៅអញ្ចឹងហើយអញ្ចឹងពេលដែលខ្ញុំទៅធ្វើវិធីនោះបើសិនជាគាត់សម្លឹងមើលឃើញថាការរៀបចំចាត់ចែងរបស់ខ្ញុំនឹងវាសមរម្យអីយ៉ាងណាឬមួយក៏វាកន្លះចិត្តគាត់អីយ៉ាងណាហ្នឹងអាស្រ័យលើទឹកចិត្តគាត់ទៅដល់ពេលចប់ពិធីហ្នឹងគាត់គិតថាបើវាគាត់ទឹកចិត្តគាត់ថាឃើញថាល្អគាត់ពេញចិត្តគាត់ជូនតាមហ្នឹងទៅបើថាគាត់មិនពេញតាមហ្នឹងទៅអាហ្នឹងអញ្ចឹងអត់ត្រូវឲ្យប្រកបបានទេប៉ុន្តែបើសិនជាយើងទៅតាមដូចជាសំអាងការគាត់អញ្ជើញទៅតាមប្អូនគ្រូភ្លេងអីគាត់អញ្ជើញអីក៏អីចឹងអាហ្នឹងគេមាននៅក្នុងហ្នឹងហើយគេមានដូចថាហ្នឹងគេហៅថាយើងនិយាយថាឲ្យនេះទៅតាមកញ្ចប់គេហ្នឹងហើយខ្ញុំឃើញឥឡូវក៏មាននៅតាមសំអាងកម្មមួយចំនួនគេដាក់មានមកកញ្ចប់គេមកសេតមកដោយទាំងអាចារ្យទៅដែរបាទមានអញ្ចឹងចង់សួរកន្លែងចំណុចហ្នឹងបន្តិចលោកគ្រូនៅពេលដែលអាចារ្យយើងទៅតាមភ្លេងអញ្ចឹងតើតម្លៃរបស់អាចារ្យយើងវានៅកន្លែងណាទៅបើសិនជាយើងទៅតាមគេអញ្ចឹងគេអត់មកអញ្ជើញយើងផងហ្នឹងយើងដូចជាគេជួលយើងទៅវិញបាទអាហ្នឹងចេះវាយើងគិតថាតម្លៃរបស់យើងអត់នៅត្រង់ណាប៉ុន្តែចំពោះកិច្ចកម្មវិធីហ្នឹងជួនកាលអ្នកម្ដាយខ្លះឬក៏ឪពុកខ្លះពេលដែលគាត់រៀបចំកម្មវិធីហ្នឹងគាត់ដូចថាគាត់
គាត់មានការចពិចចពិលនៅក្នុងតម្លៃនៅក្នុងអាការទៅរហ្នឹងណា បាទ អញ្ចឹងគាត់ពឹងឧបមាថាហ្នឹងយើងប្រើពាក្យថាពឹងឧបមាថាពឹងប្អូនឬក៏ពឹងខ្ញុំអីចឹងទៅលោកគ្រូជួយរកចាឲ្យខ្ញុំផងអីអញ្ចឹងទៅគាត់ប្រើពាក្យថាហ្នឹងអញ្ចឹងយើងទៅដល់ហ្នឹងក៏គាត់គោរពជំរាបសួរអីសពបែបសពយ៉ាងដូចគ្នាអាហ្នឹងក៏នៅក្នុងតម្លៃនៅក្នុងការគោរពនិងអញ្ជើញផងគាត់នឹងដែរប៉ុន្តែដោយសារអីដោយសារគាត់អត់ដឹងជួនកាលមានភាកច្រើនមិនតិចទេនៅក្នុងប្រទេសយើងជួនកាលច្រើនជួនកាលអ្នកខ្លះគាត់វ័យល្បានឹងខ្ញុំអីដែរប៉ុន្តែគាត់ដឹងថាដឹងទៅហៅចានៅណាអីអញ្ចឹងគាត់មានចាស់ទុំគាត់អីចឹងទៅគាត់មើលថ្ងៃមើលអីហើយអស់គាត់ក៏ទៅពឹងគេខាងសំអាងទៅពឹងខាងអីចឹងទៅបាទហ្នឹងក៏នៅក្នុងលក្ខណៈថាយើងអញ្ជើញទៅហ្នឹងទៅដោយគាត់គោរពអញ្ជើញដែរប៉ុន្តែมันបានដឹងផ្ទះច្បាយយើងកន្លែងណាបាទជួនកាលគាត់មានអ្នកខ្លះក៏គាត់ពេលថ្ងៃទៅដល់ហើយហ្នឹងបានគាត់សារភាពជាមួយអីចឹងណាប៉ុន្តែក៏មានជួបដែរថាយើងចេញទៅកាន់កម្មវិធីហ្នឹងហើយក៏គាត់រៀងមិនសប្បាយចិត្តអីជាមួយអីក៏មានខ្លះដែរមានចឹងដែរមានហើយក៏ខ្ញុំហ្នឹងក៏ធ្លាប់ជួបដែរប៉ុន្តែគាត់ថាយើងតាមមួយផ្លេតហ្នឹងណាពេលដែលយើងចាប់ដើមកម្មវិធីទៅតាមអាល្ងាចហ្នឹងលួសព្រឹកឡើងហ្នឹងគឺគាត់មកចាប់ដៃចាប់ជើងគ្រប់រៀបសួរអីយើងអាហ្នឹងគាត់ចង់ដឹងពីសមត្ថភាពយើងដែរអានេះនិយាយឲ្យចំហ្នឹងអញ្ចឹងយើងតើតែមានចំណេះដឹងច្រើនជាពិសេសគឺលោកគ្រូអាចារ្យដែលជាអ្នកដឹកនាំកម្មវិធីហ្នឹងតើតែជាអ្នកដែលមានចំណេះដឹងជ្រៅជ្រះទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រផងលោកគ្រូណាបាទហ្នឹងហើយហ្នឹងតើតែអញ្ចឹងហើយមួយទៀតយើងដូចថាត្រូវមានសមាធិចិត្តអីមួយឲ្យខ្ពស់ដែរជួនកាលនៅក្នុងពិធីហ្នឹងមនុស្ស100នាក់មិនប្រកាសថាគេស្រឡាញ់យើងទាំងអស់ហើយបាទអញ្ចឹងជួនកាលក៏វាមានពាក្យនៅក្នុងហ្នឹងដែលគេថាភ្លាមហ្នឹងក៏មានដែរប៉ុន្តែគាត់ថាយើងធ្វើទៀមទាឲ្យបានដូចថាមានគោលអាងបាទគឺថាយើងធ្វើអីមួយឧទាហរណ៍ថាពិធីកាត់សក់នេះខ្ញុំឧទាហរណ៍ពិធីកាត់សក់ហ្នឹងពិធីកាត់សក់យើងត្រូវធ្វើយ៉ាងម៉េចហើយយើងមានអាននៅក្នុងសភៅណាកន្លែងណាទំព័រណាយើងឲ្យជាក់ច្បាស់ហ្មងហើយយើងធ្វើទៅតាមហ្នឹងទៅយើងរៀបចំធ្វើឲ្យត្រូវចឹងហើយបើសិនណាមានដូចថាបងប្អូនឬមួយក៏អីគេហ្នឹងគេមកថាធ្វើចឹងអត់ចេះយើងក៏មិនត្រូវបដិសេធនឹងគេនឹងផាំងដែរក៏ទៅគោរពទៅឆ្លើយឆ្លងជាមួយគេដោយពាក្យសម្ដីសមរម្យលេយ៉ាងណាកុំឲ្យមានដូចថាភាពល្អកនៅក្នុងពិធីកូនប្រុសស្រីគេអញ្ចឹងយើងត្រូវរកវិធីយ៉ាងម៉េចនិយាយជាមួយគាត់ហ្នឹងដើម្បីឲ្យវាស្របគ្នាមកវិញក្នុងសាទរក្នុងពិធីហ្នឹងឡើងវិញអញ្ចឹងណាអញ្ចឹងយើងត្រូវឲ្យប្រកបខ្លួនឯងឲ្យច្បាស់លាស់ខ្លួនឯងយើងអត់ត្រូវចពិចចពិលទេតែចពិចចពិលគឺជន់ហើយជន់អាពេលហ្នឹងយើងរកអីដោះអត់ឃើញណាអញ្ចឹងចុះមួយទៀតលោកគ្រូបើសិនជានៅពេលដែលយើងប្រាប់ទៅគេហើយប្រាប់ហេតុផលសមរម្យនិយាយដល់ទុនភ្លុនផ្អែមល្ហែមជាមួយគេហើយប៉ុន្តែគេនៅតែអត់ព្រមគេចង់ធ្វើបែបហ្នឹងចង់ធ្វើបែបតាយើងចិត្តជាអាចារ្យយើងមិនដែរលោកគ្រូអាហ្នឹងយើងប្រកាសជាសាធារណៈក្នុងពិធីហ្នឹងដែរម្ដងប្រកាសនៅដាក់មីក្រូតែម្ដងបាទប្រកាសជាសាធារណៈថាកម្មវិធីហ្នឹងត្រូវធ្វើអញ្ចេះប៉ុន្តែឥឡូវដោយយោងតាមសំណូមពររបស់ឪពុកមាកូនស្រីឬឪពុកធំកូនប្រុសឬក៏សម័យខ្លួនអីចឹងទៅតម្រូវត្រូវធ្វើយ៉ាងនេះអញ្ចឹងក៏អនុវត្តទៅតាមគាត់ចុះពីព្រោះហេតុផលខ្ញុំបានជម្រាបជូនរួចរាល់ហើយបាទអញ្ចឹងអានេះយើងការពារខ្លួនយើងការពារខ្លួនយើងនេះល្អអញ្ចឹងលោកគ្រូអាចារ្យផ្សេងទៀតបើសិនគាត់បានស្ដាប់នៅចំណុចនេះគាត់ថាល្អអាចការពារខ្លួនឯងបានហើយយើងអត់អាក្រក់ទៀតបាទហើយយើងស្របទៅតាមអ្វីដែលគេចង់បានបាទតែក៏យើងមិនមែនចង់បានឲ្យតែគេចង់បានយើងធ្វើតាមទាំងអស់យូរអត់ទេខូចកម្មវិធីអស់លីយើងជំរាបគាត់សិនសាកសួរលោកគ្រូបន្ថែមទៀតតើតើជាមួយនឹងពិធី
បនផ្សេងនិងធីការផ្សេងនៅក្នុងកម្មវិធីទាំងអស់ហ្នឹងតើលោកគ្រូគិតថាកម្មវិធីណាដែលជាពិបាកនៅក្នុងការដឹកនាំជាងគេដូចជាតាមវត្តតាមការតាមបនអីចឹងទៅលោកគ្រូ ចំពោះខ្លួនខ្ញុំផ្ទាល់ដូចជាមិនអី អត់អីទេណា បាទទោះបីជាកម្មវិធីបនទៀនទៅតាមភូមិឬក៏ទៅតាមតំបន់ផ្សេងពីព្រោះអីយើងធ្វើទៅតាមឧទាហរណ៍ថាបនយើងធ្វើទៅតាមច្បាប់ក្បួនឬក៏ថាទំនៀមទម្លាប់ប្រពៃណីខ្មែរយើងខ្លះវាភ្ជាប់គ្នាពីហ្នឹងទៅតាមព្រះពុទ្ធដីកាព្រះអង្គខ្លះទៅតាមទំនៀមទម្លាប់ខ្លះស្រុកខ្លះតំបន់ខ្លះវាគ្រាន់ថារៀងស្តៀងគ្នាបន្តិចអញ្ចឹងពេលដែលទៅដោយសារខ្ញុំថាអត់អីព្រោះខ្ញុំទៅជួបចាស់ទុំអីយើងគ្រប់គាត់អីសពបែបសពយ៉ាងហើយក៏បដូរយោបល់គ្នានៅពេលនោះបន្តិចតួចអីចឹងណាដល់ពេលចឹងគាត់ថាអីកូនចេះមួយអញ្ចឹងបើយើងគិតថាពាក្យគាត់នឹងល្អក៏អនុវត្តតាមគាត់ទៅអញ្ចឹងបានខ្ញុំថាដូចជាអត់ទៅដែរអីអត់និយាយវាថាពិបាកហ្នឹងដូចជាមិនទេមិនពិបាកបាទមិនពិបាកព្រោះដោយសារភាគច្រើនគឺខ្ញុំត្រូវសុំយោបល់ពីចាស់ទុំហើយបានខ្ញុំធ្វើអញ្ចឹងណាប៉ុន្តែកន្លងមកក៏វាមានដែរប៉ុន្តែគាត់ថាមានតែនៅខាងក្រៅអីគាត់និយាយអីចឹងទេប៉ុន្តែចំពោះឡើងកម្មវិធីដូចអត់ដែរបាទអញ្ចឹងអាចថាមកពីលោកគ្រូមានចំណេះដឹងច្រើនហើយក៏មានភាពប៉ិនប្រសប់នៅក្នុងការដឹកនាំកម្មវិធីអត់សូវជាមានបញ្ហាទេដោយឡែកនៅមានអាចារ្យខ្លះគាត់ពេលដែលឃើញអ្នកធំមកអញ្ចឹងញ័របណ្ដោយ ចាំកាន់មីក្រូនិយាយអត់កើតជាបញ្ហានៅក្នុងកម្មវិធីនេះគ្រាន់តែជាការលើកឡើងខ្លីៗទេបាទហើយចង់ត្រឡប់ទៅក្រោយបន្តិចនៅពេលដែលលោកគ្រូចាប់ផ្ដើមចូលនៅក្នុងការកាន់កម្មវិធីដំបូងដែលនៅចាំហ៎លោកគ្រូចាំវិធីដំបូងដែលលោកគ្រូកាន់ហើយមានអារម្មណ៍មិនដែរពេលហ្នឹងនៅឯកាលពីខ្ញុំកាន់កម្មវិធីដំបូងអស់គឺកម្មវិធីគោលការណ៍គេហ្នឹងនៅខាងយើងសាដើមស្កូវពេលហ្នឹងខ្ញុំបានឪពុកធំខ្ញុំលោកឪខ្ញុំហ្នឹងមានសវ៉ាតណាគាត់អាចារ្យការលោកពុកមានសវ៉ាតហ្នឹងគាត់ដូចថាគាត់បង្ហាត់បង្រៀនខ្ញុំដោយផ្ទាល់ហើយណាបាទខ្ញុំការដែលបួសរៀនយើងបួសរៀនផ្សេងហើយប៉ុន្តែត្រឹមមកមានគូសកលហ្នឹងមកក៏កលេចឃើញទៅគាត់អាចារ្យពលាអីហ្នឹងដូចថាយើងវាមានចិត្តពីដើមទីមកផងក៏ចូលទៅរៀនសូត្រពីគាត់សពបែបសពយ៉ាងអីចឹងទៅហើយពេលដែលមុននឹងចេញធ្វើចាហ្នឹងគាត់អត់ឲ្យយើងធ្វើភ្លាមទេបាទហ្នឹងទី1អត់ឲ្យធ្វើភ្លាមទី2គាត់មើងថ្ងៃមើលអីឲ្យយើងចឹងដែរហ្នឹងជាជំនឿដូនតាយើងដែរណាបាទគាត់មើលថ្ងៃមើលខែអីឲ្យយើងចេញធ្វើអញ្ចឹងកម្មវិធីដំបូងមកអស់ហ្នឹងគឺឲ្យរៀបចំពិធីកូនចៅគេអ្នកគួសមតែម្ដងអាហ្នឹងណានៅចាំកាលនោះនៅឆ្នាំ2003ថ្ងៃទី23ខែខ្ញុំកាលនោះដូចខែ1ជាខែយើងខែបុស្សនឹង10កើតចេះហ្នឹងហើយ10កើតនេះនៅចាំព្រោះថ្ងៃដំបូងហ្នឹងហើយដែលជាដែលគាត់ឪពុកក៏គាត់អញ្ជើញទៅដែរព្រោះដូចថាគាត់ខ្លាចដែរហ្នឹងហើយគាត់ទៅអង្គុយចាំមើលតាំងពីការរៀបចំស្លាមលូអីឡើងទៅគាត់នៅអង្គុយមើលអញ្ចឹងតាំងពីយើងធ្វើបោះផ្លោះបោះអីសពបែបយ៉ាងទៅប៉ុន្តែគាត់មិនមកប្រាប់គាត់នៅអង្គុយមើលហើយរហូតដល់ថ្ងៃពិធីមង្គលនឹងហាយចំនួនអីចូលសពបែបសពយ៉ាងធ្វើពិធីស្នើការអីកាត់សក់អីរហូតដល់ចប់ពិធីប៉ុន្តែក៏មិនមែនថាអត់ភ័យទេភ័យដែរភ័យប៉ុន្តែគាត់ថាយើងពាក្យឃ្លាប្រយោគនីមួយហ្នឹងមិនទិញខ្ញុំថាមិនក្រោមពី500ដងឯមុននឹងចេញទៅអញ្ចឹងទិញ500ដងមិនក្រោមឯព្រោះទី1គិតថាជាថ្ងៃមង្គលគេកុំឲ្យសន្លំកុំឲ្យភ្លាត់ពាក្យដែលមិនល្អនឹងទី1ទី2គិតថាដើម្បីលើកទឹកចិត្តចំពោះយើងនិយាយថាលើកទឹកចិត្តចំពោះគ្រូចុះដែលគាត់ខិតខំបង្ហាត់បង្រៀនយើងហើយគាត់ខំតាមទៅដល់កន្លែងដល់អីចឹងទៀតណាហ្នឹងហើយទី3ទៀត
ដើម្បីថាខ្លួនឯងហ្នឹងក៏រៀងពង្រឹងសពបែបសពយ៉ាងទៅដើម្បីជាផ្លូវមួយសម្រាប់ដល់កូនដល់ចៅហើយខ្ញុំតែងតែលើកគ្រប់សឹងតែគ្រប់រូងរឿងកម្មវិធីនីមួយជាពិសេសគឺចង់ឲ្យកូនចៅហ្នឹងដឹងគុណឪពុកម្ដាយហ្នឹងគឺអត់ចោលទេខ្ញុំបាទកន្លែងហ្នឹងខ្ញុំអត់ណាចោលបាទអញ្ចឹងការចាប់ដើមកម្មវិធីដំបូងក៏មានអារម្មណ៍ថាភ័យដែរភ័យបាទអញ្ចឹងចេះច្រើនក៏មិនប្រកាសថាអត់ភ័យដែរណាហើយជាពិសេសខ្ញុំចាប់អារម្មណ៍កន្លែងថាទិញមិនក្រោម500ដងហ្នឹងហើយអញ្ចឹងការព្យាយាមគឺខ្លាំងមែនតើហើយបានអាចយើងឈានមកដល់ចំណុចមួយនេះបាទអូចេះទៀតគ្រូពីដំបូងអត់ហ៊ានធ្វើទេចាអីផ្សេងទាំងអស់ខ្ញុំមានមិត្តភ័ក្តិច្រើនតែគាត់ថាខ្ញុំចាប់ដើមចេញហើយអញ្ចឹងដូចជាគាត់អញ្ជើញទៅធ្វើពិធីតែត្រឹមតែសង្ឃទានឬក៏ចាបុណ្យអីខ្ញុំអត់ធ្វើទេអត់ភ័យព្រោះដោយសារអីមិនថាយើងអត់ចេះប៉ុន្តែគ្រាន់តែថាកាលនោះយើងនៅវ័យរៀងខ្ចីល្មមហើយពិធីការរបស់យើងហ្នឹងក៏ចង់ឲ្យមាត់ហ្នឹងស្ទាត់ដូចថាយើងរត់ទៅតែពិធីមង្គលការហ្នឹងតែម្ដងណាកុំឲ្យងាកមកអីប្រជាពុទ្ធបរិស័ទអីអញ្ចឹងហ្នឹងវាអាចច្រឡំបាទនៅក្នុងចំណុចហ្នឹងខ្ញុំធ្លាប់លើលោកគ្រូទេសនាម្ដងដែរតែខ្ញុំអត់ចាំពនាមទេតាក់ទងជាមួយនឹងអាចារ្យបនហើយនឹងអាចារ្យការគាត់កាន់ទាំងពីរពេលខ្លះគាត់ទៅបនផងទៅការផងហើយលេងពួយចូលទៅក្នុងពិធីការគាត់ច្រឡំនិយាយអីចឹងបាទមានប្រើប្រាស់ពាក្យអីចឹងហើយសូម្បីតាខ្ញុំមួយថ្ងៃហ្នឹងអញ្ចឹងដែរឧបមាថាខ្ញុំទៅតការអញ្ចឹងណាដោយពិធីរបស់ខ្ញុំហ្នឹងគឺទៅតការហ្នឹងរត់មាត់ទៅរហូតទៅអញ្ចឹងហើយប៉ុន្តែបើសិនជាដូចថាមានបងប្អូនគាត់អញ្ជើញទៅកាន់កម្មវិធីបុណ្យចម្រើនវិជនអីមួយអញ្ចឹងក្នុងរយៈពេលដែលទីហោថាស្អែកហ្នឹងកម្មវិធីចម្រើនវិជនអញ្ចឹងក្នុងថ្ងៃហ្នឹងក៏លៃពេលអត់ឲ្យក្រុមមិនក៏បានរយៈពេលកន្លះម៉ោងឬក៏1ម៉ោងអីដើម្បីព្រៀងពាក្យព្រៀងសម្ដីនឹងទុកសម្រាប់បុណ្យកម្មវិធីបុណ្យបាទព្រោះយើងរត់តែកម្មវិធីការរហូតអញ្ចឹងក៏មកវាទៅដល់ហ្នឹងជួនកាលច្រឡំនៅរោងបុណ្យអីលោកមួយបាអីចឹងទៅជួនកាលលោកមួយបានៅក្នុងកណ្ដាលបុណ្យអញ្ចឹងបើសិនជាមានពិធីបុណ្យលោកគ្រូមានការព្រៀងទុកមុនតែបើសិនជាការអត់អីទេដោយសារតែយើងចាំស្ទាត់ហើយដូចជាមុនកឋិនអីក៏ព្រៀងដែរបាទត្រូវព្រៀងធំដែរបាទត្រូវយើងហើយដោយសារខ្ញុំមុនកឋិនអីចឹងយើងត្រូវព្រៀងទុកទៅព្រោះគេថានៅគ្រូឃើញនៅអារាមយើងនេះដូចមានណាចាស់ក៏រៀងទុនដៃអស់ហើយអញ្ចឹងខ្ញុំចេះតែជួយចំណុចណាដែលជួយបានទៅបាទអញ្ចឹងអរគុណច្រើនបាទអរគុណជាចុងក្រោយលោកគ្រូមានអីផ្ដាំផ្ញើទៅកាន់លោកគ្រូអាចារ្យផ្សេងទៀតឬក៏ក្មេងៗដែលគាត់មានចំណាប់អារម្មណ៍ចង់ធ្វើខាងផ្នែកហ្នឹងលោកគ្រូអាចមានពាក្យផ្ដាំផ្ញើទៅកាន់គាត់បាទអញ្ចឹងជាចុងក្រោយនេះมันមានអីផ្ដាំផ្ញើច្រើនទេគ្រាន់ថាបងប្អូនកូនឬក៏លោកពូលោកអ៊ំដែលមានបំណងចង់ធ្វើជាអាចារ្យបុណ្យក្តីអាចារ្យការឬអាចារ្យអីក៏ដោយឲ្យតែថាកាត់ចិត្តចង់សូមឲ្យអស់លោកគ្រប់អញ្ជើញទៅរៀនហ្នឹងហើយទៅរៀននិងសិក្សារៀនសូត្រនៅខាងក្រសួងធម្មការនោះក៏បានឬក៏ថាយើងចង់ធ្វើជាអាចារ្យតាមភូមិតាមស្រុកទេអាចអញ្ជើញទៅសួរអ្នកដែលមានចំណេះជំនាញចេះចាំជាងយើងហ្នឹងទុកជាគ្រូជាអាចារ្យទៅហើយនឹងខិតខំអ្វីដែលសំខាន់នោះគឺត្រូវបដិបត្តិខ្លួនឯងឲ្យបានយ៉ាងហោចទៅត្រឹមសិល5ដូចខ្ញុំលើកពីខាងដើមហ្នឹងប៉ុណ្ណឹងទេហើយសូមប្រកបការងារជូនទៅដល់បងប្អូនយើងទាំងអស់គ្នាដោយយកទឹកចិត្តឬក៏និយាយឲ្យធ្ងន់ថាទៅយកបេះដូងទៅបម្រើដើម្បីជាផលប្រយោជន៍រួមទាំងអស់គ្នាទេជាប្រយោជន៍យើងដល់កូនចៅយើងទាំងអស់គ្នាផងជាប្រយោជន៍ខ្លួនយើងផងដែរទៅធ្វើពិធីហ្នឹងតែនេះគេមានជាថវិកាជាអីគេត្រូវតែជូនហ្នឹងជាប្រយោជន៍យើងដែរប៉ុន្តែគាត់ថាចង់ឲ្យសិក្សារៀនសូត្រឲ្យមានគ្រូមានអាចារ្យត្រឹមត្រូវប៉ុណ្ណឹងទៅ
បាទអរគុណច្រើន បាទអរគុណ បាទជាចុងក្រោយខ្ញុំក៏សូមខន្តីអភ័យទោសបើសិនជាការនិយាយស្ដីរបស់ខ្ញុំក៏ដូចជាលោកគ្រូអាចារ្យបាទលើកឡើងមកមិនសមរម្យត្រង់ណាឬក៏ខុសឆ្គងត្រង់ណាបងប្អូនអាចចូលរួមកែលម្អបាននៅក្នុងមតិ comment ខាងក្រោមហើយគ្រាន់តែបញ្ជាក់ថានេះគឺជាការយល់ឃើញក៏ដូចជាមានបំណងចែករំលែកអ្វីដែលល្អៗទៅកាន់បងប្អូនរបស់យើងទេมันមានបំណងចង់បំផ្លិចបំផ្លាញនៅប្រពៃណីទំនៀមទម្លាប់អ្វីទេបាទអរគុណច្រើនជម្រាបលាបាទ ច្រើនជម្រាបលា